អង្គការ Plan មានគោលបំណងលើកកម្ពស់ទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមកនិងទំនាក់ទំនងវិជ្ជាជីវៈជាមួយដៃគូទាំងអស់ទំនាក់ទំនងនេះតម្រូវឲ្យផ្ដល់តម្លៃគ្នាទៅវិញទៅមកលើតួនាទីការទទួលខុសត្រូវដែនកំណត់និងសក្តានុពលរបស់ដៃគូនីមួយៗយើងចាត់ទុកភាពជាដៃគូជាមួយបុគ្គលសហគមន៍អង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលនិងស្ថាប័នរដ្ឋាភិបាលជា DNA សម្រាប់ការអភិវឌ្ឍយើងក៏បានប្រើប្រាស់ជំនាញនិងធនធាននៅមូលដ្ឋានដើម្បីពង្រីកប្រសិទ្ធភាពនៃកម្មវិធីក្នុងកម្រិតអតិបរមាផងដែរបន្ទាប់ពីទទួលបានជោគជ័យក្នុងឆ្នាំ2012មកអ្វីដែលអង្គការ Plan នឹងធ្វើក្នុងឆ្នាំ2013គឺនៅតែបន្តសកម្មភាពលើកម្មវិធីដែលមានស្រាប់ក្នុងឆ្នាំកន្លងមកកម្មវិធីទាំងនោះរួមមានសុខភាពការអប់រំទឹកស្អាតនិងអនាម័យការអភិវឌ្ឍកុមារតូចការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយសន្តិសុខសេដ្ឋកិច្ចគ្រួសារនិងអភិបាលកិច្ចល្អសំខាន់ជាងនេះទៅទៀត Plan នឹងផ្ដោតសំខាន់លើកុមារដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់និងមិនសូវមានឱកាសឲ្យកុមារមកពីគ្រួសារក្រីក្របំផុតអាចចូលរួមក្នុងកម្មវិធីរបស់ Planយើងមានការបដិញ្ញាចិត្តខ្ពស់សម្រាប់កុមារកម្ពុជាខ្ញុំសូមលើកទឹកចិត្តដល់សហគមន៍និងរដ្ឋាភិបាលបន្តពួតដៃគ្នាដើម្បីឲ្យកម្មវិធីនៅតែបន្តជាប្រយោជន៍ដល់កុមារគ្រប់រូប Plan នឹងខិតខំធ្វើការងារនេះបន្ថែមទៀតនិងរក្សាទំនាក់ទំនងល្អជាមួយគ្នារៀងរហូតអង្គការ Plan អន្តរជាតិកម្ពុជានឹងបានមកឈរជើងនៅក្នុងស្រុកខ្ញុំរយៈពេល6ឆ្នាំហើយនិយាយរួមទៅបានសេចក្តីពីឆ្នាំ2006មកហើយគឺគាត់កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានអគារសិក្សានៅក្នុងអនុវិទ្យាល័យនៅក្នុងបឋមសិក្សាជាច្រើនកន្លែងណាហើយខ្ញុំមើលទៅឃើញថាអង្គការ Plan ទាំងបុគ្គលិកទាំងអីទាំងអស់ធ្វើការសហការបានល្អជាមួយអាជ្ញាធរដែនដីមន្ត្រីរាជការទាំងអស់ពិសេសនៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្ញុំនេះគឺថាបានសហការគ្នាបានល្អណាស់ហើយគឺទៅសម្រេចបានបេសកកម្មនឹងកម្មវិធីរបស់ខ្លួនប្រកបដោយជោគជ័យហើយខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅណាស់ចំពោះអង្គការ Plan អន្តរជាតិកម្ពុជាដែលគាត់បានមកជួយកសាងនិងឧបត្ថម្ភគ្រប់គ្រងរាល់សមិទ្ធផលទាំងអស់នេះមានសាលារៀនមានអគាររង់ចាំមានអណ្ដូងទឹកសួនច្បារនៅក្នុងសាលារៀនទាំងអស់នេះគឺថាសុទ្ធតែត្រូវបានគាត់ជួយសាងសង់ហើយនេះគឺជាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថាត្រូវតែឲ្យកុមារនឹងបានចូលរៀនឲ្យបានគ្រប់គ្នាហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអង្គការ Plan អន្តរជាតិកម្ពុជាពិតជានៅជួយបន្តកសាងនៅសមិទ្ធផលនេះជូនប្រជាពលរដ្ឋទាំងអស់នឹងឲ្យបានជោគជ័យ